សូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំសូមលើកយករឿងនិទានមួយក្រុមចំណងជើងថារឿងពាក្យសុភាសិតតម្លៃ30តម្លឹងមិននឹងខ្ញុំអានរឿងនិទានខ្ញុំសូមឲ្យបងប្អូនជួយចុច like និង share បន្ទាប់មកចុច subscribe ដាក់រូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូរឿងនិទានថ្មីៗមុនគេចាសសូមអរគុណសូមបងប្អូនសន្តាំដូចទៅកាលពីព្រេងនេះមានជនពីរនាក់ប្តីប្រពន្ធបរោះជាប្តីបានឃើញគេរៀនរបៀងពូកែចង់រៀនណាយកប្រាក់30តម្លឹងលាប្រពន្ធដើរទៅរករៀនដើរពីស្រុកមួយដល់ខេត្តត្រង់មួយលើគេថាទីត្រឹមណាមានអ្នកចេះរបៀងអាគមគេថាពូកែក៏ទៅរកត្រង់នោះដល់ទៅជួបនឹងគ្រូណាពូកែគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចក៏ចេះតែមិនចូលចិត្តលុះដើរឆ្នៃទៅឆ្នៃទៅក៏បានជួបនឹងតាចាំម្នាក់តាចាសសួរថាអ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វែងរកអ្វីបរិសុទ្ធនោះឆ្លើយថាដើរខ្ញុំមកនេះត្បិតឮគេថានៅទីនេះមានគ្រូចេះរបៀងពូកែបានជាខ្ញុំខំសម្បត្តិមកក្រែងតាចេះដឹងប្រដៅចៅផងតាចាស់ឆ្លើយថាតាមមានរបៀង3បទតម្លៃ30តម្លឹងបើចៅឯងកាន់ជាប់ចៅឯងមិនច្បុតទេគង់បានដូចចិត្តបើមានកិច្ចមានដំណើររួយឲ្យសូត្ររបៀងតានេះចុះពូកែណាបរិសុទ្ធនោះថាតាសូត្រឲ្យខ្ញុំស្ដាប់មើលបើខ្ញុំចូលចិត្តខ្ញុំយកតានោះសូត្រឲ្យស្ដាប់ថារពើដោយផ្ទៃឆ្អែតដែលយប់កុំនិយាយនឹងស្រីឃ្លានកុំអាស៊ីបរិសុទ្ធនោះស្ដាប់បានចូលចិត្តក៏ប្រគល់ប្រាក់30តម្លឹងឲ្យតានោះហើយទន្ទិញរបៀងទាំង3បទនោះចាំស្ទាត់រួចមាត់ឯតាចាស់ប្រាប់ថាបើចៅកាន់របៀងទាំង3បទនេះបានតាឲ្យទោសទេមិនយកតម្លៃទេហើយតាចាស់ប្រគល់ប្រាក់ឲ្យបរិសុទ្ធនោះវិញបរិសុទ្ធនោះក៏លីតាចាស់នោះវិលមកស្រុកវិញមាត់បរិសុទ្ធនោះចេះតែទន្ទិញរបៀង3បទនោះចាប់តែតាមផ្លូវមកពុំមានភ្លេចលុះដល់ឆ្នៃបណ្ឌិតមកជួបនឹងសំពើឈ្មួញមួយបរិសុទ្ធនោះក៏សុំសំពើគេដោយសារមកស្រុកដង្ខៅសំពើក៏ព្រមឲ្យដល់សាបរិសុទ្ធនោះតាំងពីចុះមកនៅក្នុងសំពើថ្ងៃណាក៏ចេះតែទន្ទិញរបៀង3បទនោះហើយចេះតែជួយលៀនជួយថែទាំជួយជួសជុលសំពើដូចជារបស់ខ្លួននាយសំពើនៅក្នុងចិត្តថាអ្នកនេះកាំងតែពីចុះដោយសារសំពើអញកាលណាមកគាត់ចេះតែធ្វើការដូចជារបស់គាត់នឹកហើយក៏ស្រឡាញ់បរិសុទ្ធនោះឲ្យរៀបបាយទឹកឲ្យស៊ីកែរាល់ថ្ងៃរៀងមកឯបរិសុទ្ធនោះពុំខ្ជិលសោះចេះតែខំធ្វើការក្នុងសំពើដូចជាកូនឈ្មោះឯទៀតនាយសំពើនឹកកែក្នុងចិត្តថាបើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចានេះរកស៊ីទៅលោកបើកសំពើមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបអណ្ដាប់ពោពាសតែចំណីស្រាបាយទុកឲ្យយៈវាមកស៊ីអ្នកសំពើការដល់វិហារនោះក៏ជាប់សំពើឡើងទៅលេងឃើញចំណីទាំងនោះពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នាខានតែបរិសុទ្ធម្នាក់នោះមាត់គាត់ចេះតែទន្ទិញថាពឹសដៃផ្ទៃឆ្អែតដែលយកកុំនិយាយនឹងស្រីឃ្លានកុំអាស៊ីដោយគិតថាចំណីអស់នេះមានហេតុអ្វីមួយហើយបានជាគេរៀបទុកនៅទីនេះឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខានគិតដូច្នោះហើយពុំហ៊ានស៊ីឡើងទៅពន្ធលើធ្នឹមវិហារដោយស្ងៀមស្ងាត់ចាំលុកមើលលុះដល់ថ្ងៃត្រង់យៈមកដល់ហើយវាខឹងខ្លាំងណាស់ថានរណាហ៊ានមកស៊ីចំណីអស់នេះយៈថាហើយក៏ប្រាដំបងមកវាយមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅឯដំបងក៏វិលមកខាងយៈវិញហើយយៈកាត់កអស់មនុស្សទាំងនោះស៊ីអស់ទៅរួចក្រឡេកមើលក្រឡេមក្រលើមបរោះឃើញយៈភ័យណាស់មាត់ចេះតែទន្ទិញរបៀង3បត់ហើយគិតថាបើអញស្រែកក្រៃយៈលុះវាឃើញអញហើយវានឹងស៊ីអញទៀតគិតហើយក៏លុបចុះពីលើធ្នឹមស្រែកបាសឡើងយៈភ័យណាស់ព្រឹបចោលដំបងទៅបាត់ទៅបរោះនោះបានដំបងវាយអញហើយក៏ដើរត្រឡប់មកស្រុកចោលសំពើនៅកំពង់វិហារនោះឯងលោកដើរមកដល់ផ្ទះក្នុងវេលាយប់បរោះនោះយកដំបងទម្លាក់ក្រោមជណ្ដាលយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះប្រពន្ធសួរប្រាប់ប្រពន្ធថាចាំព្រឹកសឹមនិយាយប្រាប់ក្រោយពេលដែលប្តីទៅប្រពន្ធនៅផ្ទះវាមានសហាយវេលាយប់ដែលប្តីមកដល់ផ្ទះសហាយវាសួរថាដំណើរដូចម្ដេចក៏ចាំព្រឹកទៅនិយាយបានប្រពន្ធចេះតែអបអង្អែងទ្រាំពុំបានប្តីក៏និយាយប្រាប់ថាចពីអញនិយាយនឹងអញនេះខុសគ្រូហើយត្បិតគ្រូផ្ដាំថាដែលយប់កុំនិយាយនឹងស្រីអេឡានីអញនិយាយខុសបណ្ដាំគ្រូហើយប្រពន្ធសួរថាអ្នកទៅបានរបស់អ្វីមកខ្លះប្តីថាបានតែរបៀង3បទហើយត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានដំបងវាឯងទៀតប្រពន្ធសួរថាដំបងនោះទុកនៅឯណាអេឡានីក្លឹមចង់ឃើញប្តីថាអញទុកក្រោមជណ្ដាលយកថ្មគ្របថាហើយក៏ដេកលក់ទៅសហាយលោកស្ដាប់ឮហើយក៏ទៅក្រោមជណ្ដាលរើសយកដំបងនោះទៅបាត់ទៅលោកប្រហិមស្រាំងឡើងបរោះនោះប្រលើកពីដេកចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថាអញប្រាប់មិនជឿអញថាខុសគ្រូហើយអញចេះតែលួចអញតលតែអញប្រាប់អេឡានីមនុស្សលឺវាលួចយកដំបងបាត់ហើយប្រពន្ធលឺហើយដឹងថាសហាយលួចក៏មិនស្ដីដណ្ដាំបាយឲ្យប្តីស៊ីរួចហើយបរោះនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះនាំទៅប្តឹងមេស្រុកឲ្យជំនុំជម្រះរកចោលឲ្យមេស្រុកពុំដឹងបើជំនុំជម្រះដូចម្ដេចពីព្រោះថ្មមិនចេះស្ដីគេជាថាអាកំព្រើតាំងពីដូនតាមកនរណាដែលឃើញដំបងវាឯងគេគំរាមហើយគេដេញចេញទៅបរោះនោះចេះតែអូសថ្មទៅប្តឹងតាំងតែពីមេស្រុកដល់ទៅលោកយមរាជអ្នករាជការគ្រប់ក្រសួងគេចេះតែដេញចេញគេថាមនុស្សឈួតគេមិនឲ្យចូលប
បុរសនោះអូថ្មទៅថ្វាយស្នាច់ទ្រង់សួរសពគ្រប់ហើយទ្រង់មានព្រះបន្ទូលប្រាប់អស់នាមនថាមិនបានគេថាមានប្រឡាយបានទៅវាហូបមានសម្រាមបានឆ្កែវាជូកអស់នាមនគុំថាវាឈ្គួតសក្តីនេះមិនហើយបានជាវាហ៊ានថាស្ដេចមានបន្ទូលប្រាប់បុរសថាហើយវិលទៅផ្ទះចុះកាលណាអញប្រើឲ្យគេទៅហៅសំមកបុរសនោះទទួលថាព្រះករុណាថ្លៃវិសេសហើយក្រាបថ្វាយបង្គំលាទៅវិញក្រោយពេលបុរសនោះទៅស្ដេចទ្រង់ព្រះនិច្ចបញ្ជាឲ្យប្រាប់បណ្ដារាជថាត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរំ3ថ្ងៃ3យប់ឲ្យបណ្ដារាជមើលតាមចិត្តពុំមានខុតខាំងឡើយហើយទ្រង់ឲ្យរៀបលេខល្ខោនកាលនោះអស់រាជសឹមតែចូលទៅមើលគ្រប់គ្នាស្ដេចទ្រង់យាងចូលទៅក្នុងព្រះវេលាដំណាក់ជ្រើសរើសប្រេងក្រអូបយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេចអស់រាជនិងនាម៉ឺនពុំដែលមានទ្រង់ប្រាអាមាត្យម្នាក់យកទៅឲ្យបុរសនោះហើយប្រាប់ថាស្ដេចទ្រង់ព្រះវេលាទៀតឲ្យអ្នកឯងនិងប្រពន្ធអ្នកឯងលាប៉ុន្តែឲ្យអ្នកឯងនៅផ្ទះកុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយអាមាត្យអ្នកយកទៅឲ្យប្រាប់សពគ្រប់ហើយវិលទៅក្រាបបង្គំទូលស្ដេចវិញបុរសនោះបានព្រេងក៏ហៅប្រពន្ធមកហត់ព្រេងទៅឲ្យប្រាប់ថាព្រះករុណាជាអម្ចាស់ជីវិតទ្រង់ព្រះមេទានព្រេងនេះមកព្រោះទ្រង់អាណិតស្រឡាញ់យើងឲ្យយើងលាបទៅមើលល្ខោននឹងគេតែឥឡូវនេះអញឈឺក្បាលអញយកទៅលាបហើយទៅមើលល្ខោននឹងគេចោលឯប្រពន្ធលើប្តីបើកឲ្យទៅហើយឲ្យទាំងព្រេងទៅលាបផងដូចឆ្នោអពុនពេកដោយពុំបានដឹងក៏ជាគេចាប់ក៏យកព្រេងទៅឲ្យសាហាយលាបផងហើយបណ្ដាគ្នាទៅមើលល្ខោនឈោទទន្ទឹមគ្នាលុបបន្តិចទៅស្ដេចទ្រង់ធំក្រអូព្រេងនោះទ្រង់ក្សឹបប្រាប់និមន្តម្នាក់ចូលអ្នកទៅហិតក្លិនអស់បណ្ដារាជដែលមើលល្ខោនទាំងប៉ុន្មានបើធំក្លិនព្រេងក្រអូបយ៉ាងនោះប៉ុន្មានអ្នកចូលអ្នកនាំយកមកឲ្យអញជាឆាត់នាងមនុស្សក្រាបថ្វាយបង្គំហើយទៅហិតមនុស្សឲ្យទៀតមិនធំសោះធំដែរប្រុសម្នាក់ស្រីម្នាក់ដែលឈរទន្ទឹមគ្នាលាបព្រេងក្រអូបទាំងពីរនាក់នោះក៏នាំទាំងប្រុសទាំងស្រីយកទៅថ្វាយស្ដេចឲ្យលេងរំទៅហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រីមកដល់ហើយទ្រង់សួរថានេះជាប្រពន្ធចៅឯងមែនឬបុរសនោះក្រាបទូលថាមែនទ្រង់មានព្រះបន្ទូលសួរទៅប្រុសសាហាយនោះថាឯងបានទៅលួចដំបងចៅនេះមែនឬសាហាយនោះក្រាបបង្គំទូលថាលួចមែនទ្រង់ឲ្យទៅយកដំបងនោះមកឲ្យយកសាហាយទាំងប្រុសស្រីនោះទៅដាក់ច្រវាក់ធ្វើទោសបុរសជាម្ចាស់ដំបងក្រាបថ្វាយបង្គំសូមទោសហើយក៏ប្រគល់ទាំងផ្ទះសម្បែងទាំងប្រពន្ធឲ្យទៅសាហាយនោះទាំងអស់ដោយពុំមានខឹងអ្វីឡើយប្រុសសាហាយនោះអរណាស់សំពះសូមទោសរួចវិលទៅវិញឯបុរសម្ចាស់ដំបងថ្វាយដំបងទៅស្ដេចហើយក្រាបលេទៅទៀតស្ដេចខាត់ក៏ពុំព្រមទ្រង់មានព្រះបន្ទូលថាដំបងវាឯនេះថ្លៃណាស់ទ្រង់ព្រះរាជនុញ្ញាឲ្យបើកឃ្លាំងមាសត្រេតប្រាក់ឲ្យបុរសនោះយកតាមចិត្តបុរសនោះរើអស់ទាំងឃ្លាំងមាសប្រាក់អំបាននោះទៅឃើញកំបិតបន្ទូលមួយចាស់នៅក្រោមឃ្លាំងក៏យកកំបិតនោះនឹងប្រាក់បណ្ឌិតបន្ទួយក្រាន់ចាយតាមផ្លូវហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេចដើរចេញទៅទៀតស្ដេចពុំមានព្រះបន្ទូលអ្វីទេតែអស់នាម៉ឺនគេថ្មាស់ទៅទៀតបុរសនោះថាជាមនុស្សឆោតប្រាក់មាសមិនយកទៅយកឯកំបិតច្រេះស៊ីបុរសនោះក៏ដើរជិះអំពីនគរនោះបានទៅដល់នគរមួយដទៃទៀតជួនជាថ្ងៃនោះស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថាព្រឹកស្អែកទ្រង់នឹងទៅក្រសាលព្រៃឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អល្អឲ្យឆ្លាក់ក្បាច់លាបលន់ឲ្យហើយឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះបើធ្វើពុំទាន់នឹងយកទោសដល់ជីវិតពីឯមហាសេដ្ឋីនោះធ្វើពុំទាន់ហើយពុំធ្វើរទេះបែរជាធ្វើមឈូសទៅវិញថ្ងៃនោះជួនជាបុរសនោះដើរទៅឃើញសេដ្ឋីនោះកំពុងតែធ្វើបុណ្យកសួរថាចុះលោកមានការអ្វីបានជាធ្វើបុណ្យមានកដាលឈូសផងដូច្នោះគេប្រាប់ថាស្ដេចឲ្យធ្វើរទេះមួយលាបលន់យ៉ាងល្អឲ្យទាន់ព្រឹកនេះស្ដេចអាសាព្រៃបើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិតឥឡូវនេះមហាសេដ្ឋីធ្វើពុំប៉ុន្តែដឹងខ្លួនថាស្លាប់បានជាធ្វើមឈូសធ្វើបុណ្យវិញបុរសនោះឆ្លើយថាក្រអីប៉ុណ្ណឹងឲ្យតែបាយខ្ញុំស៊ីខ្លំនឹងធ្វើឲ្យទាន់ព្រឹកនេះមហាសេដ្ឋីបានលឺដូច្នោះអរណាស់ហើយក៏ឲ្យរៀបបាយទឹកស៊ីក្អែរួចប្រគល់ឈើឲ្យធ្វើរទេះបុរសនោះក៏ធ្វើតែនឹងកំបិតមួយដែលយកពីក្រោមបាតឃ្លាំងមកនោះបានរួចស្រេចក្នុងយប់នោះហើយលាបលន់យ៉ាងល្អព្រឹកឡើងក៏អូរទេះទៅថ្វាយស្ដេចទ្រង់ទតឃើញទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាព្រៃឯមហាសេដ្ឋីលឺរួចពីស្លាប់ហើយក៏នៅក្នុងចិត្តថាអ្នកនេះមានគុណធ្ងន់ណាស់ឥឡូវនេះនឹងរករយសងឲ្យស្មើគ្មានតែកូនក្រមុំមួយទំនុំឲ្យមានប្តីដូច្នោះមានតែអញការឲ្យអ្នកនោះគិតហើយក៏ហៅមកការឲ្យទៅលុះការរួចហើយក្នុងយប់នោះពេលផ្សំដំណេកបុរសនោះគិតលបងចិត្តប្រពន្ធហើយធ្វើជាផឹកស្រាស្រវឹងដេកទៅលុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់កូនសេដ្ឋីឃើញកំអួតប្តីប្រឡាក់ខ្លួនដូច្នោះក៏ស្រែកឡើងក្នុងយប់នោះថាលោកឪពុករោប្តីឲ្យខ្ញុំជាមនុស្សប្រមាថក្អួតប្រឡាក់ខ្ញុំអស់ហើយខ្ញុំទ្រាំមិនបានទេមហាសេដ្ឋីឮកូនស្រែកដូច្នោះក៏ខត់ថាកូនដេកទៅកុំនិយាយក្បិតប្តីកំពុងស្រវឹងហើយគេមានគុណផងខត់ដូចម្ដេចក៏កូនស្រីមិនស្ដាប់ហើយវាចិត្តតែរអ៊ូថាបើឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រមាថខ្ញុំទ្រាំមិនបានទេលុះព្រឹកឡើងបុរសនោះរលឹកពីដេកក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញប្រាប់ថាមិនព្រមយកទេហើយថាមិនបានពាល់ដៃជើងឡើយមហាសេដ្ឋីខត់សំទោសឲ្យកូនយ៉ាងណាក៏បុរសនោះពុំព្រមយកហើយលិហសេដ្ឋីយកតែកំបិតដើរទៅទៀតលុះស្ដេចយាងមកពីព្រៃទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់ទ្រង់ឲ្យអស់នាងមើលចាត់សម្បត្តិរកគ្រប់ខេត្តក៏ពុំឃើញហើយទ្រង់ស្ងៀមទៅបុរសនោះលាសេដ្ឋីដើរទៅឆ្នៃក៏បានទៅដល់នគរមួយដទៃទៀត
ស្ដេចនគរនោះទ្រង់ឲ្យនិមន្តម្នាក់ទៅដេកវិញចាំយាមនៅចុងព្រះនិចរងរាល់យប់ស្ដេចទ្រង់ចេញកាប់តែរាល់យប់ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះស្លាប់អស់ជាច្រើននៅថ្ងៃដែលបរិសុទ្ធនោះទៅដល់ជួនព្រះលើវិញចៅហ្វាទៅដេកថ្វាយស្ដេចកាប់ចៅហ្វានោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះបរិសុទ្ធនោះទៅដល់សួរគេថាលោកមានការអ្វីបានជាធ្វើបុណ្យទានហើយហេតុដូចម្ដេចក៏បានជាគុណប្រពន្ធលោកយំរាល់គ្នាដូចនេះគេប្រាប់ថាលោកត្រូវទៅដេកវិញថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះបានជាលោកធ្វើបុណ្យមុនស្លាប់បុរសនោះថាឲ្យតែបាយខ្ញុំស៊ីចុះខ្ញុំទៅដេកថ្វាយស្ដេចកាប់ជួគេលឺដូច្នោះក៏ទៅជម្រាបចៅហ្វាឲ្យហៅបុរសនោះទៅហើយឲ្យរៀបបាយទឹកឲ្យស៊ីមួយហើយសួរថាបានអ្នកទៅដេកវិញថ្វាយស្ដេចជួខ្ញុំនឹងធ្វើបុណ្យឲ្យអ្នកបុរសនោះក៏ទទួលទៅដេកជួហើយសំគ្រឿងប្រដាប់ដែលចៅវ៉ានោះពាក់យកមកពាក់រួចហើយក៏លីកំបិតបន្ទោះចូលទៅដេកនៅចុងព្រះនីករោងចាំស្ដេចជិនកាប់លុះទៅដល់ចុងព្រះនីករោងបុរសនោះពុំដេកឡើយចាំមើលស្ដេចពេលយប់ជ្រៅស្ងាត់ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័នយាងចូលមកនឹងកាប់បុរសនោះឃើញស្ដេចយាងចូលមកចិត្តក៏ស្ទុះចូលទៅចាប់ស្ដេចនោះជាប់ហើយក៏ចាក់នឹងកំបិតបន់ពុកខុសពី3ដងហើយសួរថានរណាចូលមកទាំងយប់នោះស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះថាហើយក៏ចាក់បំខុសទៀតស្ដេចទ្រង់មានព្រះបន្ទូលថាទេអញទេទើណាអញទេអញជាស្ដេចអីមកពេលនេះអញមិនដឹងទេបើស្ដេចទ្រង់ឲ្យអញចាំរាជទ្រង់យប់នេះសួរដណ្ដោតដូច្នោះហើយបុរសក៏លុតជង្គង់ថ្វាយបង្គំស្ដេចសុំទោសស្ដេចប្រសួរថាចៅនៅឯណាបុរសនោះថាខ្លឹមនៅផ្ទះចៅហ្វាស្ដេចទ្រង់ជ្រាបទ្រង់ញញឹមហើយទ្រង់ចូលទៅវិញលុះប្រឡើងបុរសនោះលីកំបិតចេញពីក្នុងវាំងមកផ្ទះចៅហ្វាអ្នកផងឃើញហើយឆ្ងល់ថាបុរសនោះទៅដេកវេនថ្វាយស្ដេចកាប់ម្ដេចក៏មិនស្លាប់ត្រឡប់ជិះមកវិញចៅហ្វាសួរបុរសនោះក៏ជម្រាបតាមដំណើរសពគ្រប់ហើយជម្រាបថែមថាស្ដេចសពថ្ងៃនេះមិនមែនជាកាច់ទេត្បិតទ្រង់ពិសោធន៍រកមនុស្សប្រាជ្ញជាដឹងក្នុងនគរដើម្បីរក្សាស្ដេចបានជាទ្រង់ចាប់មនុស្សឲ្យយាមតែអ្នកដែលទៅយាមចេះតែដេកលក់ទើបស្ដេចទ្រង់កាប់ចុះបើសត្រូវចូលទៅលុកលុយស្ដេចហើយយើងដេកលក់នោះតើនឹងជាយ៉ាងណាទៅបុរសនោះនិយាយរឿងប្រាប់សពគ្រប់ទៅភ្ញាក់ខ្លួនគ្រប់គ្នាចៅភៀមនោះមានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះដោយគិតថាបុរសនេះមានគុណធម៌ណាស់លុះព្រឹកឡើងស្ដេចទ្រង់ឲ្យហៅបុរសនោះមកទ្រង់ឲ្យធ្វើជានាមមន្តធំរក្សាព្រះនគរបន្ទាប់ពីព្រះអង្គវេលាស្ដេចទ្រង់ព្រះជរាទៅទ្រង់ពងមានព្រះមាសបុត្រនិងសារីស្នងមានតែព្រះមាសធីតាមួយអង្គក៏ទ្រង់ព្រះមាសទានព្រះមាសធីតានិងរាជសម្បត្តិឲ្យបុរសនោះសារីជាស្ដេចទៅដោយសុភាសិតមួយបានពោលថាមានពិតមិនចេះស្លាប់